加油，把这往干不进。来，走，你那个车搞谁？ And I thank Warner Brother for helping me tell my story to the world, let the world know what happened in my country. And I thank God, Buddha, that tonight I'm even here. Thank you very much. Thank you. លោកហាំងង៉ោតារាសម្ដែងភាពយន្តខ្មែរដំបូងធ្លាប់ឈ្នះពានរង្វាន់អូស្ការបើនិយាយពីអូស្ការមនុស្សជាច្រើនដែលចូលចិត្តសិល្បៈប្រកាសជាស្គាល់ជាក់ជាមិនខាននៅពានរង្វាន់ដ៏អស្ចារ្យមួយនេះការប្រគល់ពានរង្វាន់អូស្ការត្រូវបានគេប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំអស់រយៈពេល91ឆ្នាំមកហើយអូស្ការគឺជាពានរង្វាន់កិត្តិយសមួយដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិពីភាពល្អឥតខ្ចោះក្នុងការសម្រេចបានសមិទ្ធផលក្នុងវិស័យសិល្បៈជារៀងរាល់ឆ្នាំពានរង្វាន់អូស្ការចំនួន24ត្រូវបានផ្ដល់ជូនដល់សិល្បករឆ្នើមអ្នកផលិតខ្សែភាពយន្តល្បីល្បាញនិងតារាសម្ដែងផ្សេងៗទៀតដែលមានទេពកោសល្យខ្ពស់នៅអាស៊ីមានតារាសម្ដែងភាពយន្តជាច្រើនដែលធ្លាប់ឈ្នះពានរង្វាន់នេះក្នុងនោះក៏មានជនជាតិខ្មែរម្នាក់ដែរដែលបានបង្កើតប្រវត្តិសាស្ត្រសម្រាប់តំបន់អាស៊ីនោះគឺលោកហាំងង៉ោបន្ទាប់ពីបានឆ្លងកាត់ក្នុងរបបខ្មែរក្រហមលោកង៉ោបានភៀសខ្លួនជាមួយក្មួយស្រីរបស់លោកម្នាក់ទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិកក្នុងឆ្នាំ1980តើលោកហាំងង៉ោមានជីវប្រវត្តិដូចម្តេចតើលោកសម្ដែងរឿងអ្វីទើបឈ្នះពានរង្វាន់ដ៏ល្បីមួយនេះកើតនៅសំរោងយ៉ងក្នុងខេត្តតាកែវក្នុងឆ្នាំ1940លោកហាំងង៉ោដែលមានឈ្មោះពេញថាហាំងសំណាងង៉ោគឺជាកូនខ្មែរកាត់ចិនស្រុកខ្មែរលោកមានម្ដាយជាខ្មែរនិងឪពុកជាកូនចៅចិនលោកមានប្អូនប្រុសម្នាក់ឈ្មោះង៉ោហុងស្រុននិងមានភរិយាឈ្មោះចាងមីហួយលោកស្រីមីហួយបានស្លាប់ក្នុងរបបខ្មែរក្រហមលោកង៉ោជាវិជ្ជបណ្ឌិតខ្មែរអាមេរិកកាំងតួសម្ដែងនិងជាអ្នកនិពន្ធដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាបានទទួលពានរង្វាន់អូស្ការក្នុងឆ្នាំ1985ក្នុងផ្នែកតួសម្ដែងរងល្អបំផុតសម្រាប់ការសម្ដែងជាលើកដំបូងរបស់លោកនៅក្នុងរឿងវាលពិឃាតរបស់ Hollywood ស្ដីអំពីដំណើរជីវិតរបស់អ្នកសារព័ត៌មានលោកដិតប្រនក្នុងសម័យខ្មែរក្រហមលោកប្រនជាជនភៀសខ្លួននិងជាអ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហមនិងជាប្រធានបទនៃខ្សែភាពយន្តវាលពិឃាតនេះលោកបានក្លាយជាតារាសម្ដែងបរិសុទ្ធរបស់អាស៊ីដំបូងគេបង្អស់ដែលឈ្នះពានរង្វាន់អូស្ការក្នុងផ្នែកសម្ដែងនេះនៅក្នុងរឿងវាលពិឃាតនេះលោកង៉ោសម្ដែងជាមួយលោក Harold Russell ជាតារាសម្ដែងអាមេរិកកាំងមិនមានជំនាញនិងទទួលបានពានរង្វាន់អូស្ការក្នុងផ្នែកសម្ដែងនេះដែរលោកហាំងង៉ោជាបញ្ញវន្តលាក់អត្តសញ្ញាណដើម្បីគេចពីការសម្លាប់របស់ពួកខ្មែរក្រហមលោកគឺជាបញ្ញវន្តខ្មែរដែលអាចស៊ូទ្រាំនិងអាចរួចផុតជីវិតពីរបបខ្មែរក្រហមតាមរយៈការលាក់អត្តសញ្ញាណប្រវត្តិការសិក្សានិងជំនាញពេទ្យរបស់លោកអាចនៅរស់រានមានជីវិតនៅក្នុងវាលពិឃាតរបស់ពួកអាវខ្មៅបានដោយបង្ខំចិត្តទទួលទានសត្វកញ្ចែកុនដៀនិងខ្យាដំរីជាដើមក្នុងរបបនោះលោករឹតតែមិនអាចធ្វើអ្វីបានទាល់តែសោះទៀតជាមួយនឹងជំនាញវិទ្យាសាស្ត្រផ្នែករោគស្ត្រីរបស់លោកក្នុងការជួយសង្គ្រោះភរិយារបស់ខ្លួនដែលបានស្លាប់ពេលកំពុងសម្រាលកូនមូលហេតុចម្បងខ្លាចត្រូវគេដឹងអត្តសញ្ញាណប្រសិនបើគេដឹងលោកនិងភរិយាព្រមទាំងកូនរបស់លោកអាចនឹងត្រូវគេយកទៅសម្លាប់ចោលមួយពូជបន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅក្នុងឆ្នាំ1979លោករត់ទៅរស់នៅក្នុងជំរំភៀសខ្លួននៅក្នុងទឹកដីថៃនិងធ្វើជាវិជ្ជបណ្ឌិតនៅក្នុងជំរំនោះមុននឹងធ្វើដំណើរបន្តទៅកាន់សហរដ្ឋអាមេរិកជាមួយក្មួយស្រីនៅលើទឹកដីថ្មីលោកមិនដែលរៀបការប្រពន្ធថ្មីឡើយអាមេរិកជាកន្លែងដែលធ្វើឲ្យលោកឈ្នះពានរង្វាន់អូស្ការនៅឆ្នាំ1984លោកបានចាប់ផ្ដើមប្រឡូកចូលក្នុងការសម្ដែងភាពយន្តដំបូងរឿងវាលពិឃាតទោះបីជាលោកមិនមានបទពិសោធន៍សម្ដែងក៏ដោយរឿងនេះមានលោក Roger Warner ជាសហនិពន្ធជាមួយលោកហាំងង៉ោដំបូងឡើយ
លោកងៅមិនចាប់អារម្មណ៍ក្នុងការសម្ដែងឡើយប៉ុន្តែនៅពេលសម្ភាសជាមួយអ្នកផលិតភាពយន្តលោកងៅបានផ្លាស់ប្ដូរចិត្តដោយបានធ្វើការរំលឹកពីប្រពន្ធរបស់គាត់ថាគាត់សន្យាជាមួយប្រពន្ធថានឹងប្រាប់ពីរឿងរបស់កម្ពុជាឲ្យពិភពលោកបានដឹងលោកហាន់ងៅចូលរួមសម្ដែងមិនតិចជាង10ខ្សែភាពយន្តទេក្រៅពីរឿងវាលពិឃាតនេះលោកបានបង្ហាញខ្លួននៅក្នុងភាពយន្តផ្សេងព្រមទាំងកម្មវិធីទូរទស្សន៍មួយចំនួនទៀតដែរក្នុងខ្សែភាពយន្តលោកបានសម្ដែងក្នុងរឿង In Love and War Eastern Condo Vietnam War Story The Last Day The Iron Triangle Vietnam Texas Last Flight Out Ambition My Life Heaven and Earth Fortune of War The Dragon Gate និងរឿងចុងក្រោយ Hit Me ក្នុងឆ្នាំ1996លោកងៅមិនដែលភ្លេចប្រទេសដែលបានផ្ដល់កំណើតដល់លោកឡើយលោកបានបង្កើតមូលនិធិមួយនៅឆ្នាំ1997ដើម្បីស្វែងរកថវិកាជួយដល់ប្រទេសកម្ពុជាក្នុងការរួមចំណែកផ្នែកមនុស្សធម៌លោកងៅបានសាងសង់សាលាបឋមសិក្សាមួយនិងបើកដំណើរការរោងអាឈើតូចមួយដើម្បីផ្ដល់ការងារនិងចំណូលដល់គ្រួសារនៅមូលដ្ឋានបច្ចុប្បន្នក្មួយស្រីរបស់លោកជាប្រធានមូលនិធិលោកហាន់ងៅទទួលមរណភាពក្នុងហេតុការណ៍ចោរកម្មនៅថ្ងៃទី25ខែកុម្ភៈឆ្នាំ1996លោកហាន់ងៅត្រូវបានគេបាញ់សម្លាប់នៅក្រោយផ្ទះរបស់គាត់ស្ថិតក្នុងសង្កាត់ចិននៃទីប្រជុំជន Los Angeles រដ្ឋ California ដោយអំពើចោរកម្មដែលបង្កឡើងដោយក្រុមក្មេងពាលពាក្យពេចន៍របស់លោកហាន់ងៅក្នុងនាមតួសម្ដែងរឿងវាលពិឃាតចំពោះពិភពលោកក្រោយពេលបានចូលសម្ដែងក្នុងរឿងវាលពិឃាតលោកងៅបានប្រាប់ទស្សនាវដ្តី People Magazine ដូចនេះថាខ្ញុំចង់បង្ហាញទៅពិភពលោកអំពីភាពស្រេកឃ្លានយ៉ាងខ្លាំងនៅកម្ពុជានិងចំនួនមនុស្សដែលបានស្លាប់នៅក្រោមរបបកុម្មុយនីសខ្មែរក្រហមនេះបេះដូងរបស់ខ្ញុំស្កប់ស្កល់ហើយខ្ញុំបានធ្វើអ្វីមួយដែលល្អរួចហើយក្រោយពេលចេញផ្សាយខ្សែភាពយន្តរឿងវាលពិឃាតលោកងៅបានប្រាប់ទៅអ្នកយកព័ត៌មាន New York Times ថាប្រសិនបើខ្ញុំស្លាប់នៅពេលឥឡូវគឺគ្មានបញ្ហាទេពីព្រោះភាពយន្តនេះនឹងស្ថិតនៅរាប់រយឆ្នាំទៅមុខទៀត